នៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុឬខ្វះខាតលុយកាក់ខ្លាំងសម្ពាធផ្លូវចិត្តតែងតែរុញច្រានឲ្យយើងចង់បានផ្លូវចេញឲ្យឆាប់រហ័សភាពបញ្ញាប់បញ្ញាល់ហើយនឹងកង្វល់នេះហើយដែលធ្វើឲ្យមនុស្សរងគ្រោះនិងងាយធ្លាក់ចូលអន្ទាក់របស់ជនខិលខូចបំផុត4យ៉ាងដែលយើងត្រូវតែប្រុងប្រយ័ត្នដើម្បីជៀសវាងនៅក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ជនខិលខូចទី1ការវិនិយោគដែលសន្យាថាចំណេញលឿននិងគ្មានហានិភ័យជនបោកប្រាស់តែងតែទាក់ទាញដោយសន្យាថាដាក់ទុនតិចតែទទួលបាននៅការប្រាក់ខ្ពស់នៅរយៈពេលខ្លីត្រូវចាំថាក្នុងពិភពលោកយើងនេះគ្មានការងាររកស៊ីណាដែលចំណេញកប់ពពកហើយអត់មានហានិភ័យនោះទេបើស្ដាប់ទៅវាល្អហួសពីការពិតពេកនោះប្រកាសជាមានការបោកប្រាស់ហើយទី2ប្រាក់កម្ចីអនឡាញខុសច្បាប់ដែលមានការទារប្រាក់កក់ទុកជាមុននៅពេលត្រូវការលុយបន្ទាន់អ្នកខ្លះទៅរកប្រាក់កម្ចីតាមអនឡាញឬតាម Facebook ជនខិលខូចបានទាមទារឲ្យយើងបង់សេវាធានាឬថ្លៃរដ្ឋបាលជាមុនសិនទើបគេទម្លាក់លុយឲ្យពេលវេលុយគេរួចគេនឹងប្លុកចោលតាក់ទងគេលេងបានត្រូវចាំថាធនាគារឬស្ថាប័នហិរញ្ញវត្ថុស្របច្បាប់គឺគេអត់មានការបង់ប្រាក់ជាមុនបានគេឲ្យលុយកម្ចីយើងនោះទេទី3ទៅធ្វើការងារក្រៅម៉ោងដែលគេទាមទារឲ្យយើងនឹងបង់លុយទៅឲ្យគេមុនការបោកប្រាស់រូបភាពមួយទៀតគឺរកការងារឲ្យយើងធ្វើដែលមានប្រាក់ខែខ្ពស់ហើយលក្ខខណ្ឌចូលធ្វើការនឹងងាយប៉ុន្តែគេតម្រូវឲ្យបង់លុយទៅឲ្យគេមុនសិនទើបយើងអាចចូលធ្វើការកន្លែងនឹងបានបើការងារពិតប្រាកដហើយក្រុមហ៊ុនស្របច្បាប់គេអត់ទាមទារឲ្យយើងទៅទិញផលិតផលគេឬក៏ទៅបង់លុយឲ្យគេមុននោះទេទី4គឺការបោកប្រាស់តាមអនឡាញឬតាមទូរស័ព្ទជនបោកប្រាស់ខ្លះបានតាំងខ្លួនជាមន្ត្រីរាជការឬក៏ប៉ូលីសឬក៏ក្រុមហ៊ុនបញ្ញាអវ៉ាន់ហើយចោទយើងថាយើងនឹងមានជាប់ពាក់ព័ន្ធបទល្មើសផ្សេងឬក៏យើងឈ្នះរង្វាន់ធំពីក្រុមហ៊ុនណាមួយដោយគេបន្លំខ្លួនថាគេគឺជាបុគ្គលិករបស់ធនាគារឬក៏ក្រុមហ៊ុនធំទាំងនោះហើយតម្រូវឲ្យយើងបង់ពន្ធឬក៏បង់លុយមុនដើម្បីទទួលបាននូវរង្វាន់នោះឯងក្នុងគណៈដែលយើងកំពុងតែមានភាពខ្វះខាតណាកុំបណ្ដោយឲ្យភាពភ័យខ្លាចរបស់យើងឬភាពលុបលន់មួយពេលធ្វើឲ្យយើងបកគលលេខសម្ងាត់ផ្ញើតាមទូរស័ព្ទទៅឲ្យគេដែលគេអាចហែកចូលកង់ធនាគាររបស់យើងដើម្បីបដូរមកជាប្រាក់រង្វាន់ឬក៏ឆ្នេះឆ្នោតអីផ្សេងជាដើមឲ្យសោះទាំងអស់នោះគឺជាល្បិចរបស់ជនបោកប្រាស់ទេគន្លឹះដើម្បីការពារខ្លួនណាមុននឹងសម្រេចចិត្តវេលុយឬក៏ចុះហត្ថលេខាផ្តិតមេដៃលើឯកសារណាមួយទោះតិចក្តីឬក៏ច្រើនក្តីត្រូវគិតគូរឲ្យបានច្បាស់លាស់ជាមុនសិនសួរយោបល់គ្រួសារឬក៏មិត្តភ័ក្តិហើយត្រូវប្រកាន់គោលជំហរនិងគោលការណ៍មួយថាយឺតមួយតែឲ្យច្បាស់លាស់ជាងដែលលឿនប៉ុន្តែត្រូវបាត់បង់ឬខាតប្រយោជន៍ទាំងស្រុងជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់